សូមក្រាបថ្វាយបង្គំប្រធេរានុធេរៈគ្រប់ព្រះអង្គសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនអំពីបច្ចុប្បន្នភាពថ្មីដែលមានដូចតទៅទី1សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីបានគូសបញ្ជាក់ឡើងវិញពីជំហរមិនចរចាទ្វេភាគីណាមួយជាមួយថៃអំពីបញ្ហាសមុទ្រនោះទេដោយត្រូវដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រឆ្នាំ1982តែម្ដងដោយមិនរងចាំការយល់ព្រមណាមួយពីភាគីថៃឡើយការបញ្ជាក់បែបនេះគឺជាការឆ្លើយតបទៅនឹងសារព័ត៌មានថៃដែលបានស្រង់សម្ដីរដ្ឋមន្ត្រីការបរទេសថៃមកផ្សាយថាក្រោមអនុសញ្ញាច្បាប់សមុទ្របន្ទាប់ពីលុបចោលអនុសារណៈយោគយល់គ្នាឆ្នាំ2001ត្រូវធ្វើដំណើរក្នុងក្របខ័ណ្ឌនៃអនុសញ្ញាដែលមានច្រើនដំណាក់កាលហើយវិធីសាស្ត្រចម្បងគួរតែចរចារវាងភាគីទាំងពីរជាមុនសិនប៉ុន្តែសម្ដេចតេជោហ៊ុនសែនបានពន្យល់តបថាប្រសិនបើការចុះផ្សាយនេះគឺជាសម្ដីពិតរបស់រដ្ឋមន្ត្រីការបរទេសថៃមែននោះពាក្យថាវិធីសាស្ត្រចម្បងគួរតែចរចារវាងភាគីទាំងពីរជាមុនសិនគឺផ្ទុយស្រឡះជាមួយនឹងសកម្មភាពរបស់ភាគីថៃដែលបានលុបចោល MOU 2001ដោយឯកតោភាគីពលគឺថៃបានលុបចោលក្របខ័ណ្ឌនៃការចរចាទ្វេភាគីរួចស្រេចទៅហើយសម្រាប់ដែនសមុទ្រត្រួតគ្នាសម្ដេចប្រមុខរដ្ឋស្ដីទីក៏បានគូសបញ្ជាក់ឡើងវិញថាកាលពីថ្ងៃទី6ខែឧសភា2026សម្ដេចក៏បានរំលឹកម្ដងរួចហើយថាគុំបង្កើតយន្តការទ្វេភាគីថ្មីជំនួសឲ្យយន្តការចាស់ដែលថៃបានលុបចោលយើងសោកស្ដាយដែលថៃលុប MOU 2001ចោលតែយើងក៏អរគុណថៃដែលបានជួយយើងឲ្យប្រើប្រាស់យន្តការអន្តរជាតិជាជំនួសវិញអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិជ្រាបដែរថាភ្លាមក្រោយពីគណៈរដ្ឋមន្ត្រីថៃសម្រេចលុបចោល MOU 2001សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី5ខែឧសភាឆ្នាំ2026បានប្រកាសប្រាប់ប្រជាពលរដ្ឋខ្មែរថារាជរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំឬក៏ភាសាអង់គ្លេសហៅថា compulsory conciliation ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីដោយផ្អែកលើមូលដ្ឋានច្បាប់ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃសម្ដេចធិបតីបន្តថាយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ compulsory conciliation ត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS ដើម្បីជួយដល់រដ្ឋភាគីដើម្បីដោះស្រាយចំនួនដោយសន្តិវិធីនិងស្របទៅតាមច្បាប់អន្តរជាតិដូច្នេះការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការនេះឆ្លុះបញ្ចាំងឲ្យឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់ដែលប្រទេសទាំងពីរអាចសម្រេចបាននៅដំណោះស្រាយមួយដោយយុត្តិធម៌យូរអង្វែងនិងស្របតាមច្បាប់អន្តរជាតិហើយដែលអនុញ្ញាតឲ្យប្រជាជនទាំងពីររស់នៅជាមួយគ្នាដោយសន្តិភាពស្ថិរភាពនិងមានសេចក្តីសុខសម្ដេចធិបតីហ៊ុនម៉ាណែតបញ្ជាក់ថាក្នុងនាមជារដ្ឋដែលគោរពនិងប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិក៏ដូចជាការដោះស្រាយចំនួនដោយសន្តិវិធីកម្ពុជាគ្មានជំរើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រជាពិសេសយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំដែលបង្កើតឡើងក្រោមអនុសញ្ញានេះឡើយនេះគឺជាជំហរម៉ឺងម៉ាត់និងច្បាស់លាស់ដែលរាជរដ្ឋាភិបាលកម្ពុជាប្រកាន់យកសម្រាប់ដោះស្រាយវិវាទដែនសមុទ្រត្រួតគ្នាជាមួយប្រទេសថៃនៅក្រៅពេលដែលថៃលុបចោល MOU 2001ឬដែលថៃហៅថា MOU 44ជំហរនេះក៏ត្រូវបានជម្រាបជូនភាគីថៃរួចហើយតាមរយៈកំណត់ទូតចុះថ្ងៃទី6ខែឧសភាឆ្នាំ2026និងក្នុងជំនួបត្រីភាគីនៅអេសេប៊ូប្រទេសហ្វីលីពីនកាលពីថ្ងៃទី7ឧសភាឆ្នាំ2026ទី2សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតចាត់ទុកច្បាប់កាតព្វកិច្ចយោធាជាការបណ្ដុះស្មារតីនិងមនសិការស្នេហាជាតិដើម្បីត្រៀមខ្លួនលះបង់បម្រើជាតិមាតុភូមិគោលដៅចម្បងនៃការអនុវត្តកាតព្វកិច្ចយោធាគឺជាការកសាងនូវសង្គមមួយដែលប្រកបទៅដោយធនធានមនុស្សដែលមានវិន័យសីលធម៌សមត្ថភាពមនសិការស្នេហាជាតិខ្ពស់មានភាពអង់អាចក្លាហាន
មានឆន្ទៈមោះមុតនិងត្រៀមខ្លួនជាស្រេចគ្រប់ពេលវេលាដោយហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិដោយឥតលក្ខខណ្ឌនេះគឺជាការគូបញ្ជាក់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៅខណៈដែលរដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់នេះកាលពីថ្ងៃ12ខែឧសភាឆ្នាំ2026សម្ដេចធិបតីនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ទៀតថាសមត្ថភាពការពារជាតិនៃប្រទេសមួយមិនមែនអាស្រ័យត្រឹមតែលើអាវុធនិងគ្រឿងបំពាក់ទំនើបទេប្រទេសជាតិមួយដែលខ្លាំងក្នុងកិច្ចការពារជាតិគឺដោយសារតែមានកងទ័ពដែលពោរពេញទៅដោយភាពអង្អាចក្លាហានមោះមុតនិងហ៊ានលះបង់គ្រប់យ៉ាងដើម្បីការពារជាតិដោយឥតលក្ខខណ្ឌព្រមទាំងមានប្រជាពលរដ្ឋទាំងមូលនៅពីក្រោយខ្នងជារួមសម្ដេចធិបតីនាយករដ្ឋមន្ត្រីមានក្តីប្រាថ្នាចង់ឲ្យយុវជននិងប្រជាពលរដ្ឋខ្មែរគ្រប់រូបមានមោទនភាពចំពោះការចូលរួមបំពេញកាតព្វកិច្ចយោធាដោយចាត់ទុកថានោះគឺជាកិត្តិយសដ៏ឧត្តមឧត្តមដែលខ្លួនបានវឹកហាត់ចំណេះជំនាញមួយដែលមានសារៈសំខាន់បំផុតដែលអាចយកទៅប្រើប្រាស់ដើម្បីការពារអធិបតេយ្យភាពបូរណភាពទឹកដីនៅពេលណាដែលជាតិត្រូវការជំនួសឲ្យការព្រួយបារម្ភពីការខូចខាតផលប្រយោជន៍ផ្ទាល់ខ្លួនក្នុងអំឡុងពេលចូលបំពេញកាតព្វកិច្ចយោធារយៈពេល2ឆ្នាំសម្ដេចធិបតីចាត់ទុកបទពិសោធន៍ដ៏ឈឺចាប់រយៈពេល1ឆ្នាំកន្លងមកនេះថាជាគន្លឹះដែលយើងទាំងអស់គ្នាត្រូវចងចាំថាកម្ពុជាត្រូវតែពង្រឹងខ្លួនហើយកូនខ្មែរទាំងអស់ជាពិសេសយុវជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវត្រៀមចិត្តដើម្បីជួយសម្ដេចក៏បានថ្លែងអំណរគុណចំពោះស្មារតីស្នេហាជាតិរបស់ប្រជាពលរដ្ឋខ្មែរទាំងក្មេងទាំងចាស់ទាំងក្នុងនិងក្រៅប្រទេសទាំងមន្ត្រីរាជការនិងវិស័យឯកជនដែលបានចូលរួមជាមួយកងទ័ពដើម្បីការពារជាតិទោះជាយ៉ាងណាសម្ដេចធិបតីនាយករដ្ឋមន្ត្រីមិនចង់ឃើញស្មារតីនេះមានត្រឹមតែភ្លើងចម្បាំងទេតែចង់ឃើញស្មារតីនេះប្រែក្លាយទៅជាសកម្មភាពមួយត្រៀមលក្ខណៈដ៏ពេញលេញដើម្បីជួយប្រទេសជាតិមាតុភូមិអាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិមេត្តាជ្រាបជាព័ត៌មានបាទសូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះ